កមរបរដាំដំណាំបាទដូចជាត្រសក់សណ្តែកម្ទេសប៉ៃពិបាកជាងគេគឺរដូវប្រាំងយើងព្រោះតំបន់នេះវាតំបន់ខ្សត់ទឹកបាទខ្ញុំប្រើទឹកស្រះវាមានផលវិបាកទី1វាទឹកវារឹងច្រេះហើយនឹងមានជាតិកំបោរពេលយើងមុជទៅវាស្អិតខ្លួនស្អិតសក់ណាមួយយើងដាំបាយហូបទៅវាអត់ឆ្ងាញ់ដូចយើងទឹកល្អដែរហើយកូនបណ្ដាលឲ្យកូនឆៅវាឈឺរាកបើកូនខ្ញុំមកទី2លើកមុនមួយខែទៅពេទ្យ2ដងទៅម្ដង40,000ដេកយើងដាំដំណាំវាខ្វះទឹកប្រជុំនឹងការរុះការស្វិតផ្លែឲ្យងាប់ដើមខាតច្រើនដែរព្រោះយើងណាមួយយើងទិញកស៊ូយើងប្រើប្រព័ន្ធឧទាហរណ៍វាយើងបូមទឹកមកពីឆ្ងាយផងវាដល់ពេលផ្លែផ្កាយវាងាប់យើងខាតពេលវេលាកាលណាដល់ភ្លៀងមកវាហូរចូលស្រះគឺសិតទៅភពមេរោគដូចជាមកពីកន្លែងសម្រាមពីលើមកហើយក្នុងថ្ងៃស្មៅណាមួយដែលគេបាញ់មកគឺហូរចូលស្រះបាទខ្ញុំទិញគេ3ថ្ងៃនោះមកក្តុកបាទនោះសម្រាប់ទឹកហូរទឹកដាំបាយយើងទិញគេក្នុងប្រភុយ 10000 បើទឹកមួយខ្ញុំមួយប្រើប្រាស់ទឹកស្រះព្រួយហើយបើមិននឹងធ្វើម៉េចវាថវិកាទៅវិញនេះមិនតែទិញទឹកគេសម្រាប់អត់ទៅយើងប្រើទឹកស្រះទៅបន្ទាប់ពីយើងមានដូរទឹកក្បែរផ្ទះមកយើងមានអារម្មណ៍ថាសប្បាយចិត្តរីករាយហើយយើងមានប្រភពទឹកស្អាតយើងប្រើប្រាស់ទឹកនេះឆ្ងាញ់ធម្មតាហើយទឹកថ្លាល្អមើលទៅដូចកញ្ចក់កាលណាដែលយើងស្រោចស្រពលើដំណាំក៏វាល្អដែរវាអត់សូវមានជាតិកំបោរជាតិអីច្រើនចំណែកយើងការកាត់បន្ថយថវិកាទិញគេច្រើនណាក្នុងខែវាអស់លុយច្រើនហើយណាមួយវាអត់មានមេរោគផងប្រើប្រាស់ក្នុងគ្រួសារផងហើយចាក់ស្រោចស្រពដំណាំវាល្អអត់ដូចមុនហើយទឹកយើងប្រើបបោផងបើយើងទិញទឹកគេត្រឹមបានគេដឹកឲ្យយើងកាល2ថ្ងៃបាទនេះយើងយកបូមស្មើណាក៏បានមានប្រភពទឹកស្អាតនៅឯផ្ទះស្រែកអរគុណម្ចាស់ជំនួយដែលបានជួយបុកដំណងប្រើប្រាស់ក្នុងចិត្តសប្បាយរីកសូមជូនពរឲ្យម្ចាស់ជំនួយមានសុខភាពល្អហើយរស់ស៊ីមានបានជាងនេះទៅទៀតហើយជួយបងប្អូនដែលអ្នកអត់ក្រោយទៀតឲ្យគាត់មានប្រភពទឹកស្អាតប្រើប្រាស់បាទសូមអរគុណ Because of friends like you, Su Mao and his family are just one example of the lives changed through your selfless gift. Because you cared, families in Otter-Menchie have access to what many take for granted: safe, clean water. More importantly, you changed lives in not just one community, but a total of 9 hand pump wells were given to 6 communities, along with sanitation and hygiene training. Thank you for sowing into the lives of families in Cambodia. We pray God continues to bless you as you have blessed others. You